អាយកាអមសាលាដំបងរាជធានីភ្នំពេញសេចក្តីថ្លែងការណ៍ស្តីពីចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌដែលមានឈ្មោះថាសូត្របញ្ញាភេទប្រុសជាប់សង្ស័យពីបទរួមភេទជាមួយអនីតិជនអាយុក្រោម15ឆ្នាំអាយកាអមសាលាដំបងរាជធានីភ្នំពេញសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថានាពេលថ្មីនេះគេហទំព័រ Monday Daily News បានធ្វើការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញសង្គម Facebook នៅសំណេរថាភាពអាម៉ាស់នៃការដោះស្រាយជនសង្ស័យលបួងអនីតិជនដែលភ្ជាប់ជាមួយនឹងវីដេអូដែលរៀបចំខ្លឹមសារខុសពីការពិតដែលអាចនាំឲ្យសាធារណជនមានការភ័ន្តច្រឡំមកលើចំណាត់ការរបស់តំណាងអាយកាអមសាលាដំបងរាជធានីភ្នំពេញពាក់ព័ន្ធនឹងការសម្រេចដោះលែងឈ្មោះសូត្របញ្ញាភេទប្រុសកើតនៅថ្ងៃទី6ខែឧសភាឆ្នាំ2011ឲ្យមានសេរីភាពវិញអ្នកនាំពាក្យនៃអាយកាអមសាលាដំបងរាជធានីភ្នំពេញសូមបញ្ជាក់ថាអាយកាអមសាលាដំបងរាជធានីភ្នំពេញបានទទួលការចាត់លើសំណុំរឿងព្រហ្មទណ្ឌលេខ6706ចុះថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2025ដែលមានឈ្មោះថាសូត្របញ្ញាភេទប្រុសកើតនៅថ្ងៃទី6ខែឧសភាឆ្នាំ2011ជាប់សង្ស័យពីបទរួមភេទជាមួយអនីតិជនអាយុក្រោម15ឆ្នាំប្រព្រឹត្តនៅចំណុចផ្ទះសំណាក់មិនចាំឈ្មោះក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025និងប្រព្រឹត្តនៅផ្ទះសំណាក់មិនចាំឈ្មោះក្នុងខេត្តកំពតកាលពីថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025បទល្មើសព្រហ្មទណ្ឌដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា42នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទក្រោយពីបានពិនិត្យផ្ទៀងផ្ទាត់លើអង្គហេតុនិងភស្តុតាងនានាឃើញថាជនសង្ស័យនិងជនរងគ្រោះមានទំនាក់ទំនងជាសង្សារនឹងគ្នានិងបានឆ្លើយបញ្ជាក់ដូចគ្នាថាពួកខ្លួនពិតជាបានព្រមព្រៀងរួមភេទជាមួយគ្នាដោយកើតចេញពីការស្រឡាញ់មិនមានការបង្ខិតបង្ខំឡើយម្យ៉ាងទៀតនោះជនសង្ស័យនិងជនរងគ្រោះសុទ្ធតែមានអាយុក្រោម15ឆ្នាំដូចគ្នាដោយក្នុងនោះគិតមកត្រឹមថ្ងៃកើតហេតុទី12ខែវិច្ឆិកាឆ្នាំ2025ជនសង្ស័យឈ្មោះសូត្របញ្ញាទើបតែមានអាយុ14ឆ្នាំ6ខែនិង6ថ្ងៃតែប៉ុណ្ណោះជាមួយគ្នានេះតាមមាត្រាទី44នៃច្បាប់ពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើធ្វើអាជីវកម្មផ្លូវភេទចែងថាជនណាដែលមានអាយុក្រោម15ឆ្នាំនឹងត្រូវលើកលែងពីការផ្ដន្ទាទោសចំពោះបទល្មើសដូចមានចែងមាត្រាទី42និងមាត្រាទី43នៃច្បាប់នេះផ្អែកតាមមូលដ្ឋានខាងលើតំណាងអាយកាសម្រេចដោះលែងឈ្មោះសូត្របញ្ញាឲ្យមានសេរីភាពវិញតាមដីកាសម្រេចដោះលែងឲ្យមានសេរីភាពលេខ5486 អយោធចុះថ្ងៃទី22ខែវិច្ឆិកាឆ្នាំ2025ការសម្រេចដោះលែងនេះធ្វើឡើងតាមអង្គហេតុអង្គច្បាប់និងនីតិវិធីជាធរមានពុំដូចការបង្ហោះផ្សព្វផ្សាយរបស់គេហទំព័រ Monday Daily News នោះទេសូមអរគុណ